ឯកសារនៃការវិនិច្ឆ័យជិត 5,000 ក្បាលដីក្នុងឃុំកែពណ៌ស្រុកពោធិ៍ត្រូវបានបិទផ្សាយជាសាធារណៈដើម្បីឲ្យអ្នកពាក់ព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន 4,834 ក្បាលដីស្ថិតក្នុងភូមិកំភេម ភូមិព្រែកដង្ហើម ភូមិថ្មី ភូមិរកាយា ភូមិគោកឫស្សី ភូមិគោកពោត ភូមិស្វាយជែក និងភូមិមកតាអ៊ូក្នុងឃុំកែពណ៌ស្រុកពោធិ៍ខេត្តសៀមរាបត្រូវបានបិទផ្សាយជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យនិងស្នើសុំកែតម្រូវទិន្នន័យធានានូវបានភាពត្រឹមត្រូវមុននឹងចេញប័ណ្ណកម្មសិទ្ធិក្នុងឱកាសនោះលោកហ៊ីសាយប្រធានមន្ត្រីរៀបចំដែនដីនិងសុរិយោដីខេត្តបានអំពាវនាវដល់ម្ចាស់ដីពិនិត្យឲ្យបានត្រឹមត្រូវលើឈ្មោះម្ចាស់កម្មសិទ្ធិឆ្នាំកំណើតប្រភេទទ្រព្យឈ្មោះឪពុកម្ដាយទំហំដីនិងព័ត៌មានពាក់ព័ន្ធរីឯផែនទីក្បាលដីវិញសូមពិនិត្យទីតាំងព្រំប្រទល់រូបរាងក្បាលដីនិងព័ត៌មានសំខាន់ៗផ្សេងទៀតដើម្បីធានាថាទិន្នន័យមានភាពត្រឹមត្រូវប្រសិនបើប្រជាពលរដ្ឋឬអ្នកពាក់ព័ន្ធពិនិត្យឃើញថាមានកំហុសឆ្គងឬមានការជំទាស់តវ៉ាលើចំណុចណាមួយសូមតាក់ទងក្រុមការងារប្រចាំការជាបន្ទាន់ដើម្បីដាក់ពាក្យសុំកែតម្រូវឬដាក់ពាក្យបណ្ដឹងតាមនីតិវិធីដែលបានកំណត់លោកស៊ីនចន្ទថុលអភិបាលស្រុកពោធិ៍បានលើកឡើងថាឃុំកែពណ៌ជាឃុំទី11ក្នុងស្រុកពោធិ៍ដែលបានបិទផ្សាយជាសាធារណៈដោយការបិទផ្សាយនេះមានគោលបំណងសំខាន់ដើម្បីជៀសវាងចំនួនដីធ្លីនិងជំរុញឲ្យការគ្រប់គ្រងដីធ្លីប្រព្រឹត្តទៅដោយមានតម្លាភាពប្រសិទ្ធភាពពិសេសការដាក់ពាក្យស្នើសុំកែតម្រូវចំណុចខុសឆ្គងការចុះបញ្ជីដីធ្លីនេះត្រូវចុះបញ្ជីទាំងដីឯកជនទាំងដីរដ្ឋដោយអនុវត្តតាមនីតិវិធីនិងបច្ចេកវិទ្យាទំនើបមានតម្លាភាពនិងការទទួលខុសត្រូវដោយបណ្ដាប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តដែលជាប្រការសមស្របបំផុតកំណត់នូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រទំនាស់ដីធ្លីនៅក្នុងសង្គមនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពសូមបញ្ជាក់ថាការបិទផ្សាយឯកសារនៃការវិនិច្ឆ័យនេះមានរយៈពេលត្រឹមតែ15ថ្ងៃគិតចាប់តាំងពីថ្ងៃទី10ដល់ថ្ងៃទី24ខែសីហាឆ្នាំ2026នៅក្នុងបរិវេណវត្តគោកខ្ពស់ប្រសិនបើប្រជាពលរដ្ឋមានចម្ងល់ឬមន្ទិលណាមួយលើបញ្ហានេះមន្ត្រីជំនាញដែលនៅប្រចាំការនិងរងចាំធ្វើការដោះស្រាយពន្យល់បកស្រាយរាល់មន្ទិលសង្ស័យក៏ដូចជាទទួលពាក្យបណ្ដឹងតវ៉ាដើម្បីធ្វើការសម្រោះសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាល